ស្ដីបងប្អូននេះជារងអលឹកដែលខ្ញុំធ្វើសម្រាប់ដាំអលឹកហើយដាំបានដុះហើយនេះកូនវាទៅដុះហើយបន្តិចទៀតខ្ញុំនឹងទៅបង្ហាញឲ្យដែលមានផ្លែមានក្តាប់ខ្លះហើយខ្ញុំនឹងប្រាប់បងប្អូនខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបយើងបង្កាត់ក្តាប់អលឹកឲ្យវាកាន់ផ្លែបានល្អព្រោះនៅក្នុងការយើងវាមានអលឹកវែងអលឹកខ្លីអញ្ចឹងទៅហើយក៏វាមានសត្វល្អិតខ្លះដែរប៉ុន្តែខ្ញុំចង់បង្ហាញបងប្អូនខ្លះអំពីការបង្កាត់ក្តាប់អលឹកនេះវាយើងឃើញមានផ្កាឈ្មោលនេះគេហៅផ្កាឈ្មោលណាបងប្អូនហ្នឹងហើយយើងបែរហៅផ្កាឈ្មោលនេះមកយើងទៅគោះដាក់ផ្កាញីអានេះក្តាប់ដែលខ្ញុំបានបង្កាត់លើកមុនឥឡូវខ្ញុំនឹងទៅបង្ហាញផ្កាញីនេះគេហៅផ្កាញីដោយសារតែវាមានក្តាប់ពីក្រោមហើយយើងគោះដាក់ទៅយើងគោះអាផ្កាឈ្មោលយើងនេះដាក់ពីលើផ្កាញីទៅដើម្បីឲ្យវាផ្ទេលំអងហើយបង្កាត់ក្តាប់ទៅផ្លែកាន់ផ្លែបានល្អហ្នឹងហើយជាមួយខ្ញុំទៅបង្ហាញសមិទ្ធផលខ្លះដែលខ្ញុំបានបង្កាត់ថ្ងៃមុនណាខ្ញុំបង្កាត់កាលពី5ថ្ងៃមុនឥឡូវនេះបានឃើញក្តាប់ហើយចេញក្តាប់ខ្លះហើយនេះទំក្តាប់ថ្មីថ្មនេះផ្កាឈ្មោលហ្នឹងហើយបើមានផ្កាញីយើងបេះផ្កាឈ្មោលហ្នឹងទៅគោះពីលើផ្កាញីទៅដើម្បីវាកាន់ក្តាប់បានល្អនិយាយទៅអាលឹកខ្ញុំនេះអាលឹកផ្លែមូលនេះមើលគេពួនផ្លែគេពួននឹងស្មាលហ្នឹងហើយចិត្តបានញ៉ាំហើយអាលឹកក្រោយពីយើងបង្កាត់ពូជបានរយៈពេល28ទៅ30ថ្ងៃយើងអាចបេះញ៉ាំបានហើយ25ថ្ងៃក៏យើងអាចញ៉ាំបានដែរប៉ុន្តែគ្រាន់ថាវាអត់សូវក្រហមល្អវានៅសាច់រាងឈូកតែបើសិនជាយើងទុករហូតដល់28ថ្ងៃទៅ30ថ្ងៃចាប់ពីថ្ងៃដែលវារីកអាផ្កាជាប់ផ្លែហ្នឹងហើយចាប់ពីហ្នឹងយើងទុកឲ្យបាន28ទៅ30ថ្ងៃឃើញថាអាលឹកយើងទុំល្អហើយផ្អែមក្រហមល្អហ្នឹងហើយខ្ញុំនិយាយតាមបទពិសោធន៍ខ្ញុំមិនមែនជាអ្នកចេះដឹងអីទេតែគ្រាន់ថាខ្ញុំមានបទពិសោធន៍ខ្លះក្នុងការដាំអលឹកហើយវាទៅក្តាប់ចាប់ដើមក្តាប់ដែរបងប្អូនឃើញទំហំប៉ុណ្ណាអាយុប្រហែលជា3ថ្ងៃនេះ2ទៅ3ថ្ងៃឃើញធំផ្លែអលឹកប៉ុណ្ណឹងណាបើប៉ុនមេជើងអីហ្នឹងអាយុ5ថ្ងៃ